call Dr. Thira ចាអរគុណច្រើនអ្នកខ្ញុំបានញ៉ាក់គ្រប់នឹងស្វាគមន៍មកកាន់កិច្ចសម្ភាសន៍ Korean Thira Beauty Show ចានៅក្នុងព្រឹកថ្ងៃនេះពិសេសខ្លាំងមែនទែនដោយសារតែមិនត្រឹមតែមានវត្តមានលោកស្រីអគ្គនាយិកា Thira ទេប៉ុន្តែក៏បានពំនាំជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជារបស់យើងចា idol ក៏ចូលរួមជាមួយនឹងកិច្ចសម្ភាសន៍ដែរចារំភើបនេះខ្លាំងមែនទែនឥឡូវនេះជួបជាមួយនឹង idol ទាំងអស់គ្នាគឺលោកឆនសវណ្ណរាជជំរាបសួរសុខសប្បាយអូនចាសុខសប្បាយក្មេងនេះអរគុណច្រើនអូនចាលួចមកធីរ៉ារហូតជុំក្មេងៗរហូតក្មេងមកចាស់ទៅសុខសប្បាយណាបាទអរគុណជំរាបសួរបងប្អូននៅតាមគេហដ្ឋាននេះគ្នាដែរកំពុងតែតាមដានទស្សនាកម្មវិធី Thira Beauty Show ផងដែរអរគុណបាទចឹងនៅក្នុងថ្ងៃនេះគឺចាមកជួបជាមួយនឹងអ្នកជំនាញរបស់យើងចាដែលហេតុថាអ្នកដែលតែងតែប្រឹក្សាសម្រាប់ជូនដល់លោកឆនសវណ្ណរាជចាក៏ដូចជាអ្នកទាំងអស់គ្នារួមជាមួយនឹងនេះខ្ញុំដែរគឺលោកស្រីអគ្គនាយិកានៃមជ្ឈមណ្ឌលថែរក្សាសម្រាប់ Thira ជំរាបសួរលោកស្រីសុខសប្បាយអូសុខសប្បាយនេះសុខសប្បាយបងស្រីក៏ព្យាយាមរៀនភាសាខ្មែរពីប្រទេសយើងអញ្ចឹងត្រូវតែលោកស្រីក៏ជនជាតិខ្មែរដែរអញ្ចឹងហ៎បាទបងជនជាតិខ្មែរជនជាតិខ្មែរបាទតំណឹងថ្ងៃហ្នឹងថាបងស្រីជនជាតិខ្មែរបាទពេលគាត់ទៅគាត់ឡើងទៅលេងកូរ៉េទេអញ្ចឹងគាត់មកផ្ទះវិញហើយចាំបងនិយាយខ្មែរបានច្រើនមែនតើបងស្រីគឺបើនៅក្នុងចា Thira Beauty វិញគឺគាត់ដែរនិយាយកូរ៉េគាត់និយាយតែខ្មែរជាមួយភ្ញៀវតែមិនដឹងយើងស្ដាប់ភ្ញៀវស្ដាប់បាន요즘 저희 티아라에 오시는 분들 중에는 이렇게 천수만이처럼 젊으신 분들도 많이 오시지만 좀 나이가 드신 분들도 많이 오십니다. 남자분들 같은 경우에 간단한 케어를 원하시는 분들이 좀 많이 계시는데요. 오셔서 오랫동안 침대에 누워 있으면 불편해 하셔가지고 짧은 시간 누워 있으시면서 케어를 원하시는 분들이 많이 계십니다. 피부 케어도 많이 받으시고 리프팅 케어도 받으시면서 특히 요즘에는 건강과 다이어트를 위한 그런 프로그램 많이 찾고 계시니까 언제든지 저희 티아라 여자분들은 괜찮으신데 남자는 가끔 오셔서 이은이라는 말씀 많이 하시는데 부끄러워하지 마시고 언제든지 저희 티아라 찾아주시기 바랍니다. បច្ចុប្បន្នអតិថិជនរបស់ខាំឆាំដូធីរ៉ាក៏មានអតិថិជនជាបរិសុទ្ធច្រើនដែរជាពិសេសគឺសង្ហាស្អាតដោយបងប្រុសតែម្ដងចាអ្នកវ័យកណ្ដាលក៏គាត់អញ្ជើញមកហើយរៀងក្មេងក៏អញ្ជើញមកអ្នកដែលគាត់រៀងវ័យចំណាស់ក៏អញ្ជើញមកច្រើនដែរជាពិសេសគឺបងប្អូនសុភាពបារម្ភពេលដែលគាត់អញ្ជើញមកគឺគាត់ចូលចិត្តធ្វើសេវាកម្មណាដែលរៀងងាយបងអត់សូវយូរព្រោះថាពេលខ្លះគាត់អត់ចូលចិត្តគេនៅលើខែយូរអញ្ចឹងបងខ្ញុំក៏ស្នើសុំសេវាកម្មដែលរៀងងាយខ្លីៗប៉ុន្តែឃើញផ្លែច្រើនមានសមត្ថភាពចាកាត់ចាសេវាកម្មដែលកាត់ឲ្យលឿនអូនលឿនដល់តែពេលបានទី1ទី2ដូចបងគាត់និយាយចឹងពីចឹងចូលចិត្តពេលដែលដេកជួពេលយើងបបាក់នៅក្នុងខ្លួនអញ្ចឹងតែបើសិនជាយើងអស់កម្លាំងខ្លាំងមកទីនេះទទួលសេវាកម្មមកយើងសម្រាកបានទៀតហ្នឹងហើយយើងគ្រប់ឡើងស្អាតហ្មងចាអញ្ចឹងទោះបីជាមានអារម្មណ៍ថាយើងចាហត់នឿយជាមួយនឹងការធ្វើសេវាកម្មមកមានអារម្មណ៍ថាសេវាកម្មច្រើនយ៉ាងណាក៏ដោយប៉ុន្តែដើម្បីភាពស្រស់ស្អាតស៊ូបានអីក៏ដោយគឺមានការលះបង់ដែរតែបើសិនជាយើងចង់ស្អាតតែលះបង់ពេលវេលាតែសម្រាប់លះបង់មួយទៀតគឺយើងមកកាន់ទីនេះតិចបងទទួលសេវាកម្មកន្លងមកគឺយើងអត់មានការឈឺចាប់ទេយើងតែមានអារម្មណ៍មនុស្សផងគឺយើងគាត់ចេះតែធុញឬមួយក៏ពេលខ្លះមនុស្សក៏ខ្លាចបញ្ជុលកុំច្រឡំខ្លាចបញ្ជុលខ្លាចអីចឹងណាអញ្ចឹងគាត់តែមានអារម្មណ៍ហ្នឹងពាក្យថាថែរក្សាសម្ផស្សខុសពីកាយសម្ផស្សហ្នឹងគឺខុសគ្នាអញ្ចឹងយើងមកទីនេះបងស្រីមានអ្វីដែលល្អជាច្រើនខ្ញុំប្រាប់ហ្មងគឺយើងអត់ឈឺទេសេវាកម្មដូចជាម៉ាស៊ីនបតឹងស្បែកមុខឬមួយក៏កម្មម៉ាសាមុខជាពិសេសដូចពួកបងអញ្ចឹងឬមួយក៏បងប្អូនមួយចំនួនបងប្អូនទាំងបរិសុទ្ធទាំងនារីដែលគាត់ប្រើជាមួយនឹងផលិតផលឬក៏ត្រូវធូលីដីច្រើនអញ្ចឹងណាយើងគួរមកសម្អាតស្បែកមុខគឺបងមានសេវាកម្មជាច្រើនដែលតាក់ទងជាមួយនឹងជាពិសេសដូចពួកយើងអ្នកសិល្បៈដែលធ្វើ make up ផងអញ្ចឹងគឺស្បែកមុខគឺប្រឈមមែនតើអញ្ចឹងបងស្រីគាត់មានសេវាកម្មដែលប្រាប់យើងថាតើយើងគួរធ្វើអីគេខ្លះដើម្បីឲ្យថែរក្សាស្បែកមុខរបស់យើងជាពិសេសគឺមើលទៅឲ្យក្មេងឲ្យចាស់ទៅក្មេងមកបាទដូចគាត់អញ្ចឹងចាដូចបងស្រីអញ្ចឹងបងអត់ចាស់សោះហ្មងនៅតែក្មេងដដែលបាទចាលោកឆនសវណ្ណរាជធ្លាប់ជម្រាបជូនឲ្យថាមកធីរ៉ានេះមិនត្រឹមតែមកថ្មីនឹងទេអតិថិជនយូរឆ្នាំហើយហ្នឹងចាតាំងពីបងស្រីនៅហាងចាស់ហើយនេះទៅតាំងពីពេលហ្នឹងបងចាំថាបងមកជួបបងស្រីដំបូងពេលហ្នឹងបងចេញពីកម្មវិធី Mi Honor Start ចាប្រាសាទព្រះវិហារចូលជា
ไปเตะกับฟอนดังแต่ชนะนะนั่นถือในสตาร์ทของไปเป็นต้องยูเหมือนแตนมองว่ามาดอไปเลยไปหายเชียร์เพียงประมูลชนะใหม่จังต้องยูเหมือนแตน ไป បាទ យចូលដូច2007 អត់ទេថ្ងៃដែលគេរំលឹកនៅថ្ងៃអប់ ខូបក្រោយមកទៀត បាទខូបពេលហ្នឹងបងចាំតែពេលហ្នឹងគឺបងបានទទួលព័ត៌មានពីសិល្បករយើងដូចគ្នាដែរពេលហ្នឹងដូចជាសានីហ្នឹងហើយសានីគាត់បានប្រាប់គាត់ពេលហ្នឹងបងយើងពេលហ្នឹងគឺបងឡើងគីឡូខ្លាំងមែនតើហ្មង86គីឡូដោយសារតែម៉ាក់បងខូចអញ្ចឹងទៅនៅក្នុងរយៈពេល10ថ្ងៃបងឡើង20គីឡូជាងអញ្ចឹងការឡើងគីឡូដោយ stress គឺពិបាកសម្បកមែនតើហាត់ប្រាណក៏អត់បានតមិនក៏អត់បានដែរអញ្ចឹងផ្លូវចិត្តរបស់យើងគឺសំខាន់ណាស់អញ្ចឹងនៅពេលណាដែលយើងតាំងចិត្តតែសម្បកគីឡូគឺមានការតាំងចិត្តមួយការតាំងចិត្តខ្ពស់នឹង fasting នឹងការធ្វើមួយចំនួនសំខាន់គឺយើងត្រូវមានជំនួយផងដែរនៅពេលដែលយើងស្គមទៅអញ្ចឹងគឺបងមកទទួលយោបល់ក៏ដូចជាសេវាកម្មជាច្រើនពីបងស្រីនៅពេលដែលយើងសក់គីឡូខ្លាំងអ្វីគ្រប់បែបយ៉ាងរបស់យើងគឺធ្វើការផ្លាស់ប្ដូរហើយទាំងស្បែកមុខទាំងដងខ្លួនយើងទាំងអីទាំងអស់អញ្ចឹងទៅយើងត្រូវធ្វើម៉េចរកវិធីសាស្ត្រធ្វើម៉េចដើម្បីឲ្យថែរក្សាខ្លួនឯងឲ្យកាន់តែក្មេងជាងមុនទៀតបាទចានៅពេលដែល idol គាត់ធ្វើការចាគេហៅបកស្រាយជូនដល់បងប្អូនអរគ្នាចាធ្វើបងប្អូនអរគ្នាមិនមកនេះដើម្បីជាតារាកិត្តិយសមកចូលរួមសូអីឲ្យថតជាកម្មវិធីទូទស្សន៍អីកម្មវិធី talk show អីតាមពិតទៅបើស្ដាប់សាច់រឿងទៅអូអតិថិជនពិតតែម្ដងចេញមកចាបងម្ដងនឹងឡើងកម្មវិធី talk show មែនតើគឺបងនិយាយត្រង់ហ្មងគឺអត់ដែរឡើងកម្មវិធី talk show សោះអ្នកណាគេហៅក៏អត់ឡើងដែរទីមួយយើងអត់ដឹងនិយាយពីអីគេអត់ដឹងនិយាយពីបញ្ហាអីគេគ្រាន់ថាតទៅពេលបងស្រីគាត់ប្រាប់អញ្ជើញមកមានអារម្មណ៍ថាយើងដូចបានបុណ្យដែរបានចែករំលែកភាពស្អាតរបស់បងទាំងអស់គ្នាអញ្ចឹងគាត់ឆ្ងល់ហើយថាបានមួយរយៈក្រោយនេះបងប្លែកមែនអញ្ចឹងមកថ្ងៃនេះគឺspecial សម្រាប់បងក៏ដូចជា special សម្រាប់កម្មវិធីផងដែរឲ្យគាត់បានដឹងថាតើនៅពីក្រោយភាពស្អាតរបស់ខ្ញុំមានអីគេខ្លះបាទជាមិនថាសូនេះគឺជាសូដ៏ពិសេសព្រោះថាមិនមែនជាការថាចូលរួមជាលក្ខណៈតារាកិត្តិយសធម្មតានោះទេប៉ុន្តែគឺជាបទពិសោធន៍ផ្ទាល់អ្វីដែល idol គាត់ចាថែ care សម្រស់របស់គាត់ take care សម្រស់របស់គាត់ចាជាមួយនឹងមជ្ឈមណ្ឌលថែរក្សាសម្រស់ធីរ៉ាមិនតិចឆ្នាំនោះទេហើយក៏នៅតែចាគេហៅ care សម្រស់នៅតែ take care សម្រស់របស់យើងជាមួយធីរ៉ាបន្តទៀតផងដែរចាអញ្ចឹងនៅក្នុងថ្ងៃនេះផងដើម្បីចូលរួមចាឲ្យបងប្អូនអរគ្នាទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀតជាមួយនឹងការថែរក្សាសម្រស់ក៏មានផ្សារភ្ជាប់ជាមួយនឹងប្រធានបទថ្មីមួយទៀតផងដែរគឺការណែនាំវិធីសម្រស់តាមប្រភេទរាងកាយអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាធាត់មួយតួខ្លួនតែម្ដងតើគាត់គួរធ្វើការថែទាំបែបណាទៅល្អចា៎ 네, 이런 분들 같은 경우 몸 전체적으로 지방이 많은 타입이기 때문에 과체중인 사람들이 대부분 이 타입에 속한다고 생각하시는 게 좋습니다. 전체적인 비만인 경우에는 살이 너무 많이 쪄서 일상생활이 좀 불편하시거나 활동량이 감소하기 때문에 근육도 좀 감소하고요. 기초대사량이 줄어들어 비만이 점점 심해지는 경우가 많이 있으니까 조심하시는 게 좋습니다. 운동은 걷기라든지 아니면 천천히 달리기라든지 아니면 자전거, 수영 등을 꾸준하게 하시면서 유산소 운동을 하시면서 피로해지거나 관절에 무리가 가지 않게끔 조심하시는 게 가장 좋은데요. 한 번에 오랜 시간 운동하는 것보다는 일주일에 나눠서 3번에서 4번 정도 40분 정도 가볍게 또 꾸준하게 운동하시는 게 가장 좋습니다. 전체적인 비만으로 좀 고민이신 분들 저희 테라에 오셔서 디톡스로 관리하시면 좋습니다. ចំពោះបងប្អូនយើងដែលគាត់ឡើងគីឡូពេញមួយតួខ្លួនតែម្ដងបងឃើញថារាងកាយរបស់គាត់គឺសបោតដោយជាតិខ្លាញ់តែនៅពេលដែលគាត់ធ្វើសកម្មភាពផ្សេងគឺពិបាកមែនតើអញ្ចឹងអាចធ្វើឲ្យសកម្មភាពមួយចំនួនដូចជាការដើរឬក៏អីហ្នឹងគឺគាត់ត្រូវបានកាត់បន្ថយតែនៅពេលដែលរាងកាយរបស់គាត់អត់សូវធ្វើចលនាធ្វើឲ្យសាច់ដុំរបស់គាត់ក៏ចាប់ផ្ដើមចុះខ្សោយហើយនឹងប្រព័ន្ធរំលាយអាហាររបស់គាត់ឬក៏អត្រាមេតាបូលីករបស់គាត់ហ្នឹងក៏ចាប់ផ្ដើមចុះខ្សោយដែរអញ្ចឹងក៏អាចជាមូលហេតុមួយបង្កទៅជារាងកាយរបស់គាត់កាន់តែឡើងគីឡូទៅកាន់តែឡើងគីឡូទៅផងដែរអញ្ចឹងចំពោះបងប្អូនអ្នកដែលគាត់មានបញ្ហាឡើងគីឡូពេញមួយតួខ្លួនរៀងធាត់បែបនេះអញ្ចឹងគឺគាត់គួរតែធ្វើការហាត់ប្រាណដោយមិនបខំពេកទេបងគឺយើងអាចថាជាការដើរមួយឬក៏ការជិះកង់ឬក៏ជាលក្ខណៈហែលទឹកអីអញ្ចឹងបងគឺល្អមែនតើប៉ុន្តែក៏មិនបាច់ថាធ្វើច្រើនពេកដែរដោយសារពេលដែលគាត់រៀងឡើងគីឡូលើគីឡូអញ្ចឹងនៅពេលដែលគាត់ធ្វើសកម្មភាពច្រើនម៉ោងពេកក៏អាចធ្វើឲ្យស្លាក់ជង្គង់របស់គាត់មានសម្ពាធដែរអញ្ចឹងថាមួយសប្តាហ៍គាត់អាចធ្វើការហាត់ប្រាណហ្នឹង3ទៅ4ដងឬក៏ម្ដងអាចពី40នាទីអីអញ្ចឹងបងគឺយើងធ្វើបែបនេះជាប្រចាំទៅក៏អាចជួយការពារកុំឲ្យរាងកាយរបស់យើងឡើងគីឡូបន្ថែមទៀតផងដែរហើយចំពោះអ្នកដែលគាត់មានបញ្ហាឡើងគីឡូអត់ដឹងថាគួរធ្វើបែបណាអញ្ជើញមកខាងChamp Door Theraបានគឺលោកស្រីគាត់ប្រាប់ពីវិធីសាស្ត្រក្នុងការសម្រក់គីឡូថែរក្សាគីឡូកុំឲ្យឡើងចាហើយមួយទៀតបងអាចធ្វើសម្រាប់កម្ម detox បានព្រោះសេវាកម្ម detox នេះពេលដែលធ្វើហើយគឺជួយបដិញ្ញជាតិពុលពីខាងក្នុងរាងកាយរបស់គាត់បានមកតួខ្លួនតែម្ដងហើយជួយឲ្យស្បែកគាត់ភ្លឺរលោងដែរហើយចំពោះអ្នកដែលគាត់
អត់ដឹងថាធ្វើបែបណាអញចេញមកធ្វើសេវាកម្មនេះតែម្ដងគឺញៀនតែម្ដងចា គឺធ្វើយើងស្រួល ចាស្រួលចា ឯនោះដែរធ្វើសេវាកម្ម detox ហ្នឹងទេ អត់ទាន់ អត់ទាន់ទេ ចា បងដឹង ក៏ដឹងទៀតចា បើនិយាយពីអ្នកជំងឺវិញណាគេហៅពេទ្យអ្នកជំងឺវិញគាត់ដឹងពីអាការៈគាត់ជាអ្នកគ្រប់គ្រងវិញតែខ្ញុំអត់ចង់ខ្មាស់ខ្លាចជាអ្នកជំងឺរបស់គាត់ទេខ្ញុំខ្លាចទៅជាអតិថិជនម្នាក់ដែលគាត់ដឹងពីយើងទាំងអស់តែយើងធ្វើអីគេខ្លះយើងគួរមានអីគេខ្លះយើងគួរញ៉ាំអីគេយើងគួរតែសម្រាកមិនយើងគួរតែប្រើពេលអីខ្លះដោយសារតែគាត់តែងតែប្រាប់ថាយើងគឺជាតារាអញ្ចឹងទៅSuperstar នៅស្រុកគេនៅកូរ៉េក៏គេមានពេលវេលារបស់គេក៏គេមានរបបអាហាររបស់គេរបៀបរបបធ្វើម៉េចដើម្បីឲ្យខ្លួនយើងកាន់តែស្រួលខ្លួនហ្នឹងហើយនៅពេលណាដែលយើងស្គមគឺរាងកាយយើងគឺសុខភាពយើងល្អនៅពេលណាដែលយើងថតអត់សូវល្អហ្មងនេះទីមួយអាចលើសជាតិខ្លាញ់កើតជំងឺផ្សេងពីហ្នឹងអញ្ចឹងសំខាន់មែនតើនៅពេលណាដែលលោកអ្នកចង់សម្រក់គីឡូយើងកុំបខំនៃការហាត់ប្រាណពេកដូចជាបងអូននិយាយអញ្ចឹងវាអាចប៉ះពាល់ទៅដល់រឿងផ្សេងពីហ្នឹង ជួនកាលជើងយករឹងមាំចា របបអាហារនិងការព្យាយាមធ្វើម៉េចអាយុយើងកាន់តែច្រើនគឺបបាក់សម្រក់គីឡូកាន់តែខ្លាំងមែនតើហ្មងអញ្ចឹងនៅពេលណាដែលយើងអាយុកាន់តែច្រើនយើងគួរតែមានអ្នកប្រឹក្សាឬមួយក៏ហូបទីសាស្ត្រធ្វើម៉េចឲ្យខ្លួនឯងសម្រក់ដោយធម្មជាតិហ្នឹងហើយកុំបាទ ដែលកសើខ្លាំងបំផុតសរសើរដល់ idol អត់មានពេលហាត់ប្រាណចាហើយការងារច្រើនប៉ុន្តែនៅតែអាចតាំងចិត្តនៅតែអាចចាគេហៅថាអាចសម្រក់ទម្ងន់មកគីឡូឡើងសង្ហាវិញបានណា ធ្វើឲ្យបានតាំងចិត្តខ្ពស់ ចា ការតាំងចិត្តនេះគឺខ្ពស់មែនតើសំខាន់កន្លែងមួយហ្នឹងគឺអ្វីដែលសំខាន់ហ្នឹងគឺចេញពីការប្រឹងប្រែងរបស់យើងខិតខំរបស់យើងក៏ដូចជាមានការជំនួយពីមនុស្សជំនាញខ្លួនជាពិសេសគឺដូចបងស្រីអញ្ចឹងគាត់តែងតែប្រាប់ក៏ដូចជាប្រាប់ពីវិធីសាស្ត្រឬមួយក៏ធ្វើម៉េចឲ្យពេលដែលយើងស្គមហ្នឹងយើងនៅតែរក្សាវ័យក្មេងរបស់យើងបានដដែលហ្នឹងហើយយើងអត់ចាស់ទេ បងប្អូនអរគ្នាដែលគាត់ចាំមានសំណួរមួយគឺសំណួរលេខ2គាត់ផ្ដាំផ្ញើថាសូមឲ្យសំណួរនេះសូមឲ្យ idol ជាអ្នកសួរបងពិធីកបងពិធីការនេះកុំសួរទុកឲ្យ idol ជាអ្នកសួរចា សម្រាប់អ្នកដែលធាត់នៅតួខ្លួនខាងលើតើគួរថែបែបណាទៅល្អ ចា 네, 하체는 좀 마르고요. 상체가 비만인 경우에는 체질적으로 상체가 좀 살이 찌시는 분들이 계시거나 아니면 다이어트를 해도 하체는 계속 빠지는데 상체가 계속 살이 찌시는 분들이 있거나 아니면 그대로인 경우가 많이 있습니다. 이런 분들 같은 경우 등이 약간 굽어 있거나 어깨가 넓으면서 팔과 등에 좀 살이 좀 많이 있고 특히 가슴이 좀 크신 분들이 좀 많이 계시는데 운동을 좀 싫어하거나 먹고 노는 걸 좋아하시는 분들이 좀 이 체형에 속한다고 생각하시는 게 좋고요. 과식이나 아니면 폭식을 자주 하시는 분들도 많이 계십니다. 유산소 운동과 함께 가벼운 상체 운동을 하시면서 아바스로 꾸준하게 관리를 해주시는 게 좋습니다. ចំពោះបងប្អូនយើងមកប្រភេទទៀតគឺគាត់មានសាច់នៅផ្នែកខាងលើប៉ុន្តែផ្នែកខាងក្រោមនៃរាងកាយរបស់គាត់ ring slim ហើយពេលដែលគាត់ឡើងគីឡូគឺឡើងគីឡូតែផ្នែកខាងលើទេប៉ុន្តែដល់ពេលដែលគាត់ស្រកគីឡូគឺគាត់ស្រកផ្នែកខាងក្រោមវិញអញ្ចឹងក៏មានបងប្អូនយើងមួយចំនួនធំដែលគាត់មានកង្វល់ច្រើនមែនទែនតទៅជាមួយនឹងសមតុល្យរាងកាយរបស់គាត់អត់តាមអ្វីដែលគាត់ចង់បានអញ្ចឹងណាបងព្រោះថានៅពេលដែលយើងធាត់ផ្នែកខាងលើធ្វើឲ្យដៃរបស់យើងឬខ្នងរបស់យើងមើលទៅឃើញក្រាស់ឃើញមានសាច់ច្រើនមែនទែនហើយឃើញស្មាយើងបើកអញ្ចឹងនៅពេលដែលបែបហ្នឹងហើយមើលអត់សូវស្រស់ស្អាតអញ្ចឹងណាបងអញ្ចឹងគឺគួរតែមានការប្រឹក្សាយោបល់ដើម្បីពិគ្រោះជាមួយនឹងអ្នកជំនាញធ្វើយ៉ាងណាឲ្យរាងកាយរបស់យើងចាប់ផ្ដើមស្រកមកវិញផងដែរហើយជាពិសេសចំពោះអ្នកដែលគាត់ធាត់ផ្នែកខាងលើនេះសូម្បីតែធុងរបស់គាត់ក៏រាងធំដែរចាអញ្ចឹងចំពោះការធ្វើលំហាត់ប្រាណគឺគាត់អាចជាលក្ខណៈដើរឬក៏យើងរត់អីតិចទៅក៏កុំដាក់សម្ពាធនៅលើខ្លួនឯងច្រើនពេកព្រោះតែនៅពេលដែលយើងធ្វើលក្ខណៈដើរបែបនេះទីមួយគឺជួយដល់ចង្វាក់បេះដូងរបស់យើងមានសុខភាពល្អហើយចំពោះបងប្អូនដែលគាត់ធាត់ផ្នែកខាងលើភាគច្រើនគឺគាត់ចូលចិត្តញ៉ាំច្រើនហើយញ៉ាំហើយគេងក៏អត់សូវធ្វើសកម្មភាពហ៎បងអញ្ចឹងគឺគាត់អាចកាត់បន្ថយការញ៉ាំខ្លះហើយយើង control ជាមួយនឹងរបបអាហារក៏ជាការមួយដែលល្អដែរហើយមួយទៀតចំពោះអ្នកខ្លះទៀតគឺគាត់មានការងារមកញឹកច្រើនអញ្ចឹងគាត់អាចអញ្ជើញមកធ្វើសេវាកម្មអាបាសបាននៅក្នុងមជ្ឈមណ្ឌលធីរ៉ាដូចគ្នាព្រោះថាសេវាកម្មនេះដល់ពេលដែលយើងធ្វើហើយជួយឲ្យចរន្តឈាមយើងដើរបានល្អពេលដែលចរន្តឈាមយើងដើរបានល្អក៏អាចជួយកាត់បន្ថយនៅបញ្ហាការឡើងទម្ងន់នៅផ្នែកណាមួយដែរហើយជាពិសេសផ្នែកខាងលើហ្នឹងគឺយើងអាចធ្វើលំហាត់ប្រាណជាប្រចាំទៅក៏ជាការល្អប៉ុន្តែកុំហាត់ប្រាណរៀងខ្លាំងពេកយើងហាត់បានល្មមតាមរាងកាយរបស់យើងទ្រាំទ្របានចា គឺជាវិធីសាស្ត្រល្អចាសម្រាប់បងប្អូនទាំងអស់គ្នាហើយជាមួយនឹងការណែនាំចាវិធីសម្រក់ទៅតាមប្រភេទរាងកាយក៏អត់ទាន់បញ្ចប់ដែរព្រោះថានៅសល់វគ្គក្រោយមួយវគ្គទៀតហើយ idol ក៏នៅវគ្គក្រោយមួយវគ្គទៀតដែរចាកុំទាន់ទៅណាណាចាអត់ទាន់ឲ្យឡើង concert ទេអរគុណចាសូមសម្រាប់អ៊ុយផ្លាត់សិន ចាប់ប្រិយ
មកទស្សនិកជនលោកស្រីនាងកញ្ញាចាស្វាគមន៍ជាមួយកិច្ចសម្ភារ Korean Thera Beauty Show នៅវគ្គនេះជាបន្តទៀតផងដែរហើយក៏នៅតែមានជាមួយនឹងការណែនាំវិធីសម្រក់រៀងទៅតាមវិធីសម្រក់ទៅតាមរៀងរបស់យើងទាំងអស់គ្នាផងដែរអញ្ចឹងក៏សូមអនុញ្ញាតធ្វើការបន្តសំណួរតែម្ដងចាចំពោះអ្នកដែលគាត់ធាត់ចាតួខ្លួនផ្នែកខាងក្រោមគឺក្រោមចង្កេះចុះតើគួរថែទាំបែបណាទៅល្អចា 네, 상체는 마르고요. 하체에 지방이 많은 이런 비만 체형은 남자보다 여자분들이 굉장히 많이 계신데 원인은 여성 호르몬과 관계가 있다고 생각하시는 게 좋습니다. 생리나 출산을 위해서 골반 주위나 하체 쪽에 지방을 좀 모아두기 때문에 하체 쪽으로 비만이 좀 생길 수가 있는데요. 평상시 때 염분과 당분의 섭취를 좀 줄이시고요. 유산소 운동이나 웨이트 운동보다는 평상시 때 허벅지에 관련된 운동을 꾸준하게 하시는 게 좋습니다. 허벅지와 엉덩이에 관련된 운동을 꾸준히 하시게 되면 이 부분이 조금 더 날씬해지거나 지방이 좀 감소되는 걸 느낄 수가 있는데요. 운동과 함께 마사지 그리고 저희 티아라에 오셔서 매직 라인을 함께 관리하시는 게 좋습니다. ចំពោះបងប្អូនអ្នកដែលគាត់មានបញ្ហាធាត់ផ្នែកខាងក្រោមភាគច្រើនគឺកើតឡើងទៅលើស្ត្រីជាសភាពនារីដោយសារស្ត្រីគឺគាត់មានវត្តរដូវរបស់គាត់ហើយមួយទៀតគឺស្ត្រីមួយចំនួនគឺមានបំរែបំរួលអរម៉ូនឬក៏អ្នកដែលគាត់ធ្វើការឆ្លងទន្លេហើយបងគឺធ្វើឲ្យឆ្អឹងតាគៀករបស់គាត់គឺមានបំរែបំរួលច្រើនអញ្ចឹងក៏អាចធ្វើឲ្យគាត់ប្រឈមជាមួយនឹងបញ្ហាការឡើងគីឡូនៅផ្នែកខាងក្រោមនៃរាងកាយរបស់គាត់ចាចំពោះបងប្អូនអ្នកដែលគាត់មានបញ្ហាឡើងគីឡូនៅផ្នែកខាងក្រោមគាត់គួរតែកាត់បន្ថយការញ៉ាំកុំឲ្យយើងញ៉ាំប្រៃពេកឬក៏កាត់បន្ថយជាតិផ្អែមហើយមួយទៀតគឺយើងលក្ខណៈហាត់ប្រាណដោយស្រាលស្រាលជាដើម្បីជំនួយដល់ចរន្តឈាមដូចជាបេះដូងរបស់យើងមានសុខភាពល្អឬក៏យើងអាចហាត់ដៃផ្នែកយើងយកនៅផ្នែកម៉ាំមួយដោយសារភាគច្រើនអ្នកដែលគាត់ធាត់នៅផ្នែកខាងក្រោមធ្វើឲ្យផ្លូវរបស់គាត់មើលទៅរៀងធំណាបងអញ្ចឹងគាត់អាចផ្ដោតទៅលើផ្នែកផ្លូវអញ្ចឹងទៅជាប្រចាំទៅគឺជួយឲ្យផ្លូវរបស់គាត់មើលទៅឃើញសាឡូនស្អាតផងដែរអញ្ចឹងចំពោះបងប្អូនអ្នកដែលគាត់ធ្វើការលំហាត់ប្រាណជាប្រចាំក៏ល្អឬក៏មួយទៀតគាត់អាចធ្វើការម៉ាសាផងឬក៏អាចអញ្ជើញមកខាងមជ្ឈមណ្ឌលធីរ៉ាក៏បានគឺយើងមានសេវាកម្ម Magic Line ដូចគ្នាដែរអញ្ចឹងសេវាកម្ម Magic Line នេះគឺជាលក្ខណៈម៉ាស៊ីនយើងរុញក្តៅៗនៅលើកន្លែងណាដែលយើងចង់សម្រក់ដូចជាផ្នែកផ្លូវអញ្ចឹងមានជាតិខ្លាញ់ច្រើនយើងអាចធ្វើសេវាកម្មនឹងបានហើយចំពោះអ្នកដែលគាត់stress ច្រើនអីច្រើនក៏គាត់អាចធ្វើសេវាកម្មនេះបានដែរពេលដែលយើងធ្វើឲ្យមានអារម្មណ៍រៀងស្រួលខ្លួនរៀងស្រឡះខ្លួនច្រើនមែនតើចាឲ្យទៅលើសេវាកម្មនៅធីរ៉ាគឺមានអារម្មណ៍ថាចា relax តែម្ដងចាដូចតែ idol គាត់បានមានប្រសាសន៍អញ្ចឹងចាមកធ្វើសេវាកម្មនៅធីរ៉ាចាពេលខ្លះស្ទឹងអត់ដឹងថាធ្វើសេវាកម្មអីទៀតដោយសារពេលធ្វើអញ្ចឹងទៅគេលក់បាត់ដោយសារស្រួលពេកឯបងចាមានការជិះចាប់បែបធម្មជាតិអញ្ចឹងគេលក់ស្រួលទៀតតែទីតាំងគឺជាបរិយាកាសនៅធីរ៉ាគឺ relax ស្ងប់ស្ងាត់ល្អមែនតើពេលខ្លះអត់ដឹងថាគេធ្វើអីគេលក់ស្រួលតែម្ដងទៅអូហើយអូនអូខេហើយតែដាក់តែម៉ាស៊ីនសម្រាប់កម្មស្មីឬក៏អីទៅបានគាត់ប្រាប់យើងថានៅពេលដែល step មួយគាត់បញ្ជាក់ថាបងតែធ្វើនេះហើយខ្ញុំចូលដល់ម៉ាស៊ីននេះទៅតែគាត់ធ្វើគ្នាល្អមែនតើសូម្បីតែគាត់យកកសែងត្រជាក់ឬក៏កសែងក្តៅមួយជូតនៅលើមុខយើងក៏គាត់ប្រាប់តែបងក្តៅល្អត្រជាក់ពេកចាអាយដល់គាត់ធ្វើការកត់សម្ពោធដល់ចំណុចបាទល្អសេវាកម្មល្អនៅទីនេះល្អបាទបងចូលចិត្តអ្វីដែលសំខាន់គឺពាក់ព័ន្ធជាមួយនឹងបញ្ហាដែលពិបាកសម្រាប់យើងគឺចកេះគឺក្បាលពោះនឹងមកបងហ៊ានស្លៀកអាវស្ដើងហើយពាក់អាវយឺតក្នុងបែបនេះគឺទៅតែឥឡូវទេកាលពី 3-4 ឆ្នាំមុនគឺពាក់តែអាវចិត្តខាងលើគឺអាវអលងធំពាក់តែអាវធំទេតែឥឡូវយើងមានក្បាលពោះ34អូនអញ្ចឹងទៅបងមកទទួលសេវាកម្មដែលយើងធ្វើសម្រក់ក្បាលពោះគាត់មានហ្នឹងហើយអត់មានការបូមខ្លាញ់ឬក៏វាកាត់អីទេបងស្រីក៏មានម៉ាស៊ីនទេបងស្រីក៏បានប្រាប់អញ្ចឹងក្តៅឬមួយក៏ម៉ាស៊ីន six pack ហ្នឹងធ្វើឲ្យក្បាលពោះរបស់យើងគឺទទួលបានលទ្ធផលមែនគឺបងខ្លួនឯងនឹងហ្មងយើងស្ដាប់ការផ្ដល់យោបល់ពីបងស្រីដែរដូចជាតមរបស់មួយចំនួនដូចជាតកឬមួយក៏របស់ណាដែលធ្វើឲ្យខ្លាញ់វាកកនៅក្នុងខ្លួនដោយសារតែពេលយើងធ្វើ six pack គឺរំលាយជាតិខ្លាញ់ក្បាលពោះរបស់យើងតែពេលយើងបរិភោគឬក៏អត់ធ្វើ fasting ឬមួយក៏ញ៉ាំអីដែលអត់តមទេក៏អត់បានលទ្ធផលបែបហ្នឹងដែរគឺយើងមានការតមក៏ដូចជាស្ដាប់ពីគាត់ថាបន្ទាប់ធ្វើហើយយើងទៅតមឲ្យគេខ្លះដើម្បីឲ្យក្បាលពោះយើងវាដុតជាតិខ្លាញ់មួយហ្នឹងបងសប្បាយចិត្តមែនតើចង់និយាយថាសឹងថាយើងវ័យ40ឆ្នាំហើយក្បាលពោះគឺពិបាកបងធ្លាប់ហាត់យកគឺពិបាកហាត់យកមែនតើគឺប្រើពេលវេលាប្រើឲ្យច្រើនមែនតើតែពេលដែលបងបាញ់ភ្នែកទៀតហាត់ប្រាណអត់បានទេអញ្ចឹងទៅគឺមានតែវិធីសាស្ត្រមួយនេះទេដែលធ្វើឲ្យបងស្រកបានប៉ុណ្្នឹងយើងផ្លូវវាកំបោះបងផ្លូវកាត់ក៏យើងកំបោះបងយើងមកតែម្ដងផ្លូវត្រង់ក៏កំបោះបងទៀតក៏ប៉ុន្តែល្អកាលពីមុនកាលពីអត់តមានបងស្រីនៅលើ
នៅក្នុងប្រទេសកម្ពុជាយើងត្រូវហោះទៅកូរ៉េទៅគេដើម្បីយកភាពស្រស់ស្អាតដល់ទៅនឹងឥឡូវបងស្រីបាននាំមកដល់ស្រុកខ្មែរហើយនៅក្នុងមានអីគេខ្លះនៅនេះមានដូចគ្នាបាទនៅកូរ៉េបាទចាលោកស្រីគាត់ថានៅធីរ៉ាពេលខ្លះជឿនលឿនជាងនៅចានៅចាប់ទៅសម្ពោះខ្លះនៅប្រទេសកូរ៉េអត់ទាន់មានម៉ាស៊ីនដែលទំនើបហ្នឹងហើយចឹងយើងចំណេញសម្បត្តិជនហោះច្រើនណាស់ចំណេញស្នាក់នៅបែបរបស់ពេលម្ដងនេះគឺបងស្រីគាត់មានប្រាប់មានអតិថិជនក្នុងស្រុកហើយអតិថិជនមកពីក្រៅប្រទេសមកពីបារាំងកាណាដាអាមេរិកមកពីកូរ៉េទៀតគាត់ fly មកស្រុកខ្មែរមកធីរ៉ានៅធីរ៉ាដោយសារតែគាត់ដឹងអំពីម៉ាស៊ីនសេវាកម្មនៅធីរ៉ាដែលជឿនលឿនហើយតម្លៃធូរជាងនៅស្រុកក្រៅទៀតចាអរគុណចុះបងជួយសួរសំណួរលេខ4មួយទៀតទេបងចាអាចដល់សំណួរលេខ4ចំសំណួរបងចាសម្រាប់អ្នកដែលធាត់នៅត្រង់ផ្នែកខាងលើនិងសាច់ចង្កេះតើគួរថែទាំបែបណាខ្លះទៅល្អ 네, 내장 비만의 원인이 될 수 있는 윗배 같은 경우에는 평상시 때 성인병을 좀 유발할 수가 있으니까 윗배 관리는 꼭 하시는 게 좋습니다. 철저한 관리를 하시는 게 좋은데요. 다이어트도 하셔야 돼요. 식당 조절도 하시면서 하루 섭취량을 간단하게 이렇게 정해서 규칙적으로 식사하시는 게 좋습니다. 걷기라든지 등산, 달리기 등이 굉장히 좋고요. 유산소 운동 꾸준하게 해주시는 게 살이 찌지 않게끔 꾸준하게 관리를 해주셔야 되고요. 특히 옆구리 살 같은 경우에는 출산 후 여자들에게 굉장히 많이 나타날 수 있는 현상인데요. 수영하시는 것도 좋고 에어로빅도 굉장히 좋으니까 꾸준한 유산소 운동과 함께 지방을 줄이고 단백질 위주의 식단으로 꾸준하게 관리를 하시면은 옆구리 살이 좀 빠질 수 있습니다. 윗배와 옆구리 살은 저희 티아라에 오셔서 윤곽으로 관리하시면 좋습니다. ចំពោះបងប្អូនអ្នកដែលគាត់មានបញ្ហាធាត់នៅក្បាលពោះផ្នែកខាងលើជាមួយនឹងសាច់ចង្កេះរបស់គាត់ភាគច្រើនគឺអាចប្រឈមជាមួយនឹងបញ្ហាជំងឺផ្សេងៗច្រើនដែរដែលយើងគួរតែធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែនអញ្ចឹងចំពោះបងប្អូនអ្នកដែលគាត់មានបញ្ហាបែបហ្នឹងគឺយើងត្រូវយកចិត្តទុកដាក់ដូចជាការថែទាំជាប្រចាំតែម្ដងបងថារបបអាហាររបស់យើងក៏យើងត្រូវតែមានក្រមល្អហើយកម្រិតកាឡូរីដែលយើងញ៉ាំជាប្រចាំក៏យើងគួរតែពិនិត្យមើលឲ្យបានច្បាស់លាស់ផងដែរព្រោះថាកាឡូរីដែលមាននៅក្នុងរបបអាហាររបស់យើងគឺសំខាន់មែនទែនហើយតើតើជាមួយនឹងការធ្វើលំហាត់ប្រាណនេះបងប្អូនអាចជាការដើរឬក៏រត់ឬក៏បើនៅកូរ៉េគេមានឡើងភ្នំថ្ងៃចុងសប្តាហ៍អីចឹងបងចាឬក៏ជិះកង់ជាប្រចាំទៅឬក៏យើងលំហាត់ប្រាណដើម្បីជំនួយដល់ចង្វាក់បេះដូងរបស់យើងឲ្យបេះដូងរបស់យើងមានសុខភាពល្អជាប្រចាំអញ្ចឹងដល់ពេលដែលយើងធ្វើចលនាឬក៏លំហាត់ប្រាណបែបនេះជាប្រចាំក៏អាចជួយកាត់បន្ថយនៅបញ្ហាការឡើងសាច់នៅផ្នែកក្បាលពោះផ្នែកខាងលើឬក៏សាច់ចង្កេះរបស់យើងបានច្រើនភាគរយផងដែរចំពោះផ្នែកចង្កេះផ្នែកខាងក្រោយភាគច្រើនគឺកើតទៅលើបងប្អូនសុភាពនារីបន្ទាប់ពីគាត់ធ្វើការឆ្លងទៅលេហើយអញ្ចឹងពេលខ្លះគឺជាខ្លាញ់របស់គាត់គឺប្រមូលផ្ដុំនៅផ្នែកខាងក្រោយហ្នឹងតែម្ដងអញ្ចឹងគឺពេលដែលយើងធ្វើការសម្របពេលខ្លះក៏ពិបាកដែរអញ្ចឹងគឺគាត់គួរតែកលេចមើលរបបអាហារប្រចាំថ្ងៃរបស់គាត់អ្នកខ្លះដោយសារតែគាត់រៀងឡើងគីឡូធ្វើឲ្យរបបអាហារប្រចាំថ្ងៃរបស់គាត់ខ្វះជាមួយនឹងសារធាតុចិញ្ចឹមអញ្ចឹងក៏អាចមានប្រឈមជាមួយនឹងបញ្ហាសុខភាពដែរអញ្ចឹងគាត់អាចគ្រប់គ្រងរបបអាហាររបស់គាត់ឲ្យផ្ដោតទៅលើអាហារណាដែលមានសារធាតុប្រូតេអ៊ីនវីតាមីនគ្រប់គ្រាន់ដើម្បីទ្រទ្រង់រាងកាយរបស់យើងហើយគប់ផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណជាប្រចាំដូចលោកស្រីគាត់ជំរាបជូនហ្នឹងក៏ជាការមួយដែលល្អដែរហើយមួយទៀតចំពោះបងប្អូនរបស់យើងគាត់ចង់បានស្រករៀងលឿនឬក៏គាត់អត់សូវមានពេលគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណឬក៏គាត់អត់សូវចេះគ្រប់គ្រងរបបអាហារប្រចាំថ្ងៃគាត់អាចធ្វើជាមួយនឹងសេវាកម្មយុងកាក់បានព្រោះតែសេវាកម្មយុងកាក់នេះគឺគាត់មានបញ្ហាធាត់នៅកន្លែងណាក៏យើងអាចធ្វើនៅកន្លែងហ្នឹងបានចាគឺផ្ដោតចាំគោលដៅតែម្ដងហើយជាពិសេសគឺអត់ឈឺទេអត់មានការហើមឬក៏ឈឺចាប់អីទេហើយចំណាយពេលខ្លីឯងបងតែ30នាទីឬក៏1ម៉ោងហើយរួចរាល់តែម្ដងហើយក៏អាចតែធ្វើការបានធម្មតាអត់ចាំបាច់ត្រូវគេងសម្រាប់នៅផ្ទះឬក៏ប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់គាត់ទេចាស្ដាប់ទៅគឺពិតជាងាយស្រួលខ្លាំងមែនតើហើយពេលដែលធ្វើគឺកាន់តែងាយស្រួលថែមទៀតហើយស្អាតថែមទៀតចាអរគុណច្រើនចឹងគឺបានបញ្ចប់ទៅហើយចាបងស្រីមានពេចយ៉ាងណាដែរមុននឹងគ្រប់លាចា 네, 저희 티아라에 오시는 분들 중에는 정말 얼굴 너무 예쁘신데 보기보다 엉덩이가 크시거나 허벅지가 크시거나 아니면 팔뚝이 굵어서 오시는 분들 많이 계십니다. 그 한 부분만 지방을 제거하면 굉장히 퍼펙트한 몸을 만들 수가 있기 때문에 오셔서 머신도 하시고 또 아니면 제품으로 관리하시는 분들도 많이 계시는데요. 언제든지 저희 티아라에 오셔가지고 본인이 마음에 들지 않는 부분을 케어할 수가 있으니까 저희 티아라 방문하셔서 상담하시기 바랍니다. 닥터 티아라 제품으로 꾸준하게 피부 관리하시는 거 잊지 마시기 바랍니다. ចឹងចំពោះបងប្អូនអ្នកដែលគាត់មានបញ្ហាអត់ពេញចិត្តនៅផ្នែកណាមួយនៃរាងកាយគឺអញចេញមកខំឈាមដូធីរ៉ាបានបងប្អូនយើងមួយចំនួនផ្ទៃមុខរបស់គាត់ស្អាតហើយឡើង slim salon មើលទៅក្មេងប៉ុន្តែផ្នែកខាងក្រោមដូចជាក្បាលពោះរបស់គាត់ឬក៏ផ្នែកភ្លើរបស់គាត់ឬក៏ផ្នែកចង្កេះរបស់គាត់គឺមានសាច់ជាលក្ខណៈរាងដុំកង់ណាបងដែលធ្វើឲ្យគាត់បាត់បង់ជាមួយនឹងទំនុកចិត្តនៅលើរាងរបស់គាត់តែម្ដងអញ្ចឹងគាត់អាចផ្ដោតទៅលើកន្លែងហ្នឹងបាននៅពេលដែល ផ្
ផ្លូវឬក៏ចង្កេះរបស់យើង slim ទៅគឺរៀងរបស់គាត់មកតួខ្លួនគឺមើលទៅ perfect តែម្ដងអញ្ចឹងបងប្អូនអត់ចាំបាច់បារម្ភទេអញ្ជើញមកខាងមជ្ឈមណ្ឌលធីរ៉ាពីគ្រូច្បាលជាមួយនឹងលោកស្រីគាត់នឹង recommend ជាមួយនឹងសេវាកម្មណាដែលល្អសម្រាប់បងប្អូនតែម្ដងហើយក៏មានជាមួយនឹងផលិតផល Dr. Thera ក៏ជាផលិតផលមួយដែលថែរក្សាសុខភាពស្បែកបងប្អូនប្រជាជនកម្ពុជាឲ្យមានសុខភាពល្អ ចាមុននឹងបញ្ចប់សុំសួរបន្តិចការងារបងចា concert ចាពេលខ្លះបងប្អូនឆ្ងល់ថាឃើញចាពេលព្រឹកឃើញនៅកពតដល់ពេលថ្ងៃឡើងឃើញនៅម្ពិញយប់ឡើងឃើញនៅចាឃើញនៅសៀមរាបចាមានឈុនសវណ្ណរិទ្ធមានប៉ុន្មានឥឡូវបងប្អូនឆ្ងល់ មានតែម្នាក់ទេបាទមានតែម្នាក់ចង់គេថារត់រោងដល់ទៅពេលខែរវល់ខ្លាំងគឺយើងត្រូវតែរត់រោងបាទនឹងដោយសារតែបាទពេលដែលខែរវល់ខ្លាំងមួយថ្ងៃរត់បានរោងតែបង បងធ្លាប់ម្ដងពេលថ្ងៃបងចូលឆ្នាំខ្មែរមួយថ្ងៃនេះបងជាង3កន្លែងតែរៀងពិបាកបន្តិចហ្នឹងហើយនៅចិត្តគ្នាសៀមរាបបាត់ដំបងហើយសៀមរាបវិញព្រោះយើងមានលេងពេលថ្ងៃលេងពេលល្ងាចហើយនឹងពេលយប់អញ្ចឹងគឺអស់ហើយទៅ3រោងនឹងអស់ហើយទៅ3អត់ឲ្យទទួលបានច្រើនយ៉ាងទៀតទេបើសិនជាមួយថ្ងៃ2រោងអានឹងច្រើនតែបើសិនជា3រោងហ្នឹងគឺយូរម្ដងអត់ហ៊ានខ្លាចខកម៉ោងគេដោយសារតែម៉ោងគេឡាយរវល់ច្រើនអញ្ចឹងភាពរវល់របស់បងក៏កើតឡើងពីការគ្រប់គ្រងពីទស្សនិកជនដែរនៅតែអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងនិងស្រឡាញ់ឆនសវណ្ណរាជខ្ញុំរាប់មកដល់ពេលនេះគឺ20ឆ្នាំត្រឹមហ្មងដែលបងដើរនៅលើវិថីសិល្បៈមួយនេះគឺ20ឆ្នាំគឺហាក់ដូចជាលឿនមែនតើតែខ្ញុំជាមួយបងប្អូនទាំងអស់គ្នាខ្ញុំមកដូចជាថ្មីឡើយបាទច្រៀងពេចផ្លេចចាស់ មែនតើអរគុណខ្លាំងណាស់សម្រាប់ក្តីស្រឡាញ់និងការគ្រប់គ្រងហើយអ្វីដែលសំខាន់អរគុណដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែតាមទស្សនានៅក្នុងកម្មវិធីធីតា Beauty Show ជូនពរសុខភាពល្អសុខសុវត្ថិភាពហើយរកទទួលទីមានបានអ្វីដែលពិសេសនោះបើសិនជាលោកអ្នកចង់ឲ្យខ្លួនឯងស្រស់ស្អាតហើយចង់បានអ្វីដែលស្អាតយើងអាចស្អាតដូចតារាបានដែរអាចមើលរកធីរ៉ាដុកទ័រធីរ៉ាបានបងស្រីគាត់នឹងប្រាប់ឲ្យជូនពរបងឲ្យមានអតិថិជនកាន់តែច្រើនសុខភាពល្អក្មេងមកបងស្រីក្មេងមែនតើណាក៏ប៉ុន្តែអាយុបងច្រើនណាហ្នឹងហើយកុំតែបងក្មេងមែនតើហ្នឹងហើយបាទក្មេងឲ្យលុយច្រើនហើយជូនពរអតិថិជនរបស់ដុកទ័រធីរ៉ាដូចគ្នាឲ្យសុខភាពល្អថែរក្សាសុខភាពផ្លូវចិត្តរបស់យើងឲ្យបានកាន់តែល្អយើងកាន់តែក្មេងអ្វីដែលសំខាន់នោះគឺសុខភាពផ្លូវកាយរបស់យើងធ្វើរបបអាហារក៏ដូចជាលំហាត់ប្រាណក៏ដូចជាបរិភោគនៅអ្វីដែលល្អសម្រាប់សុខភាពធ្វើឲ្យបានដូច idol បាទធ្វើឲ្យបានតាំងចិត្តអ្វីដែលពិសេសនោះសូមនិយាយថាទេចំពោះគ្រឿងញៀនហ្នឹងហើយយើងគួរតែយុវវ័យសម័យថ្មីគួរតែដើរតាម trend នៃការសិក្សាឬមួយក៏មើលនៅអ្វីដែលល្អអភិវឌ្ឍខ្លួនឯងសម្រាប់ប្រទេសជាតិក៏ដូចជាគ្រួសាររបស់ខ្លួនឯងផងដែរអរគុណអូនអរគុណបាទអរគុណបងអរគុណចាអញ្ចឹងសម្រាប់បងប្អូនអរគ្នាកុំភ្លេចបញ្ជាក់ដូរថែរក្សាសម្រាប់ធីរ៉ាទីតាំងផ្ទះលេខ1020ផ្លូវលេខ1992សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឬក៏អាចតាក់ទងមកកាន់លេខទូរស័ព្ទ010 924 777 082 3404011 និង Facebook Page Korean Thera Beauty Page ទី2 Thera Beauty Aesthetic ហើយពិសេសចាអរគុណមែនតើដល់ចាផលិតផលដុកទ័រធីរ៉ាបងប្អូនអាចទិញពីតំណាងចាយនៅទូទាំងប្រទេសឬក៏ស្វែងរកទិញបាននៅក្នុងផ្សារទំនើប Eon ជីម៉ុងឡាគីនិងនៅ Guardian ផងដែរកុំភ្លេចណាជាមួយផលិតផលដុកទ័រធីរ៉ាហើយជាចុងក្រោយនេះក៏សូមអរគុណដល់ Idol អរគុណដល់លោកស្រីអរគុណដល់បងប្អូនស្រីនិងអរគុណដល់មជ្ឈមណ្ឌលថែរក្សាសម្រស់ធីរ៉ាអរគុណដល់បងប្អូនទាំងអស់គ្នាពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលា